tao trong mình chọc này riêng ả một chăn tría từ rô ả một của nhọn hơi bờ vờ mến ả một từ tôi vô chăn thiêu của nhọn tỏ ngày ní nó react review về riêng ả một chứ riêng mũi đây nhưng mà bàn tạm đan mơ hay có cho trận mơ để sao tạc sai review ní để chứ riêng này phụ trô còn bốn ní vì thầu chặt của nhóm nhóm của nhóm đo bằng tuổi quạt tầm bay lưu bốn đại riêng lộ mà chọc mơ để sao ta riêng níคือមានតួដូចជាការចូលមនោចេតនាគឺល្អខ្ញុំមើលហើយមានអារម្មណ៍ក៏ដូចដែរពេលជាតិគាត់សម្រក់ភ្នែកក៏ដូចជាខំមកស្កត់ចិត្តពីរឿងប្រពន្ធមានប្រុសរត់តាមប្រុសបាត់ចឹងណាហ្នឹងអញ្ចឹងរឿងអាម៉ូកយើងធ្លាប់រៀនណាយើងធ្លាប់រៀនការយើងរៀនហ្នឹងយើងដឹងយើងធ្លាប់រៀនអានតែចំណងជើងយើងអាចដឹងសាច់រឿងឬក៏ដឹងចុងចប់នៃរឿងហ្នឹងតែសម្រាប់រឿងអាម៉ូកនេះខ្ញុំរៀន switch 7ដែរឧទាហរណ៍ដូចជាកលាប់បៃលិនរឿងផ្កាសពូនគឺយើងពេលដែលយើងអានតែផ្កាសពូនគឺយើងអាចដឹងថាអត្ថន័យចុងក្រោយទូស្រីទូប្រុសហ្នឹងមិនអីមិនយើងអាចដឹងថាអាចថា 70% 80% 90% តែរឿងអាម៉ូកនេះគឺខ្ញុំមើលហើយមើលទៀតតែមានអារម្មណ៍ថាដូចជា switch 7មិនដឹងថាចាំចង់បញ្ចប់ហ្នឹងចន្ទធាហ្នឹងវិលមកវិញអត់ទេវា switch 7ដែរណាព្រោះគាត់នៅក្នុងសម្បត្តិហ្នឹងចន្ទធាបានសរសេរឲ្យថាគេអត់វិលវិញហើយមួយទៀតហើយបើវិលវិញអាម៉ូកនឹងយកអត់កន្លែងនេះយើង switch 7មែនទេពីព្រោះថាចាត់តលិចតួស្រីមួយទៀតដែលម្ចាស់កន្លែងសាងសង់ហ្នឹងគេក៏ចាប់អារម្មណ៍ទៅលើអាម៉ូកអញ្ចឹងរឿងកន្លែងហ្នឹងខ្ញុំវាពិបាកសន្និដ្ឋានថាវាជាចុងក្រោយហ្នឹងរឿងមិនខ្ញុំអត់ដឹងអញ្ចឹងអ្នកតាមទស្សនារបស់គ្នាតែសម្រាប់ខ្លួនខ្ញុំតែខ្ញុំគិតគឺចន្ទធាហ្នឹងវិលមកវិញបានថាម៉ូកក៏អត់ទួលទេហើយរឿងថាពីយុគមិញហ្នឹងពីភាពមុនហ្នឹងគឺអាម៉ូកហ្នឹងគួតឈាមបាទគួតឈាមលើកថាឆ្អែតពីក្នុងណាឆ្អែតពីក្នុងអញ្ចឹងសម្រាប់បងប្អូនដែលដឹងណាឬក៏អាចប៉ាន់រឿងនេះដឹងជួយ comment ខាងក្រោមផងថារឿងចុងបញ្ចប់នៃរឿងអាម៉ូកហ្នឹងវាយ៉ាងម៉េចហើយចុងបញ្ចប់អាម៉ូកហ្នឹងទទួលយកចន្ទធាវិញអត់ហើយចន្ទធានឹងវិលទៅអាម៉ូកអត់ហើយមួយទៀតហៀសេងហ្នឹងធ្វើអីដាក់ចន្ទធាអត់អ្នកទាំងអស់គ្នាប្រហែលជាដឹងទេខ្ញុំគិតថាចុងបញ្ចប់មិនមែនចុងបញ្ចប់ទេភាពបន្តនៅតិចទៀតហ្នឹងគឺចន្ទធាហ្នឹងត្រូវហៀសេងយកទៅលក់ខ្ញុំគិតអញ្ចឹងអញ្ចឹងអានេះសម្រាប់គំនិតខ្ញុំដែលខ្ញុំតាមដានរឿងពូត្រូហ្នឹងទៅណាគឺថាខ្ញុំគិតថាប្រហែលជាហៀសេងហ្នឹងយកយ៉ាងត្រាទៅលក់ហើយយ៉ាងត្រាថ្ងៃមួយហ្នឹងវិលរកអាម៉ូកវិញហើយអាម៉ូកហ្នឹងប្រហែលជាអត់ទទួលចន្ទរាយកចន្ទរាវិញទេពីព្រោះថាមើលទៅអាម៉ូកហ្នឹងគឺមានអារម្មណ៍ថាឆ្អែតខ្លាំងប៉ុន្តែខំមាត់ស្កត់ចិត្តដោយសារតែកូនហ្នឹងហើយកូនមិនមែនថាគ្នាមុខមែនតែមិនមែនល្ងងទេគាត់ថាគ្នាមិនចេះមាត់មិនចេះស្ដីហើយមិនចង់បែកបាក់មើលសារមិនចង់ឲ្យកូនហ្នឹងគ្មានម៉ែហៅទេកន្លែងហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលដឹងណាដឹងរឿងហ្នឹងបងប្អូនអាច comment ខាងក្រោមប្រាប់ខ្ញុំផងថាការគិតបងប្អូនដូចខ្ញុំគិតថាចុងបញ្ចប់នៃរឿងគឺចន្ទរាវិលទៅរកអាម៉ូកវិញហើយអាម៉ូកគឺអត់ទទួលទេសារតែការឆ្អែតចិត្តហើយអាម៉ូកអត់យកប្រពន្ធថ្មីដែរគឺរស់នៅជាមួយកូននេះជាគំនិតរបស់ខ្ញុំទេអញ្ចឹងបងប្អូនមានគំនិតយ៉ាងណាបងប្អូន comment ខាងក្រោមវីដេអូហ្នឹងផងដើម្បីផ្ដល់ comment ក៏ដូចជាយោបល់ផ្សេងៗទៀតទាក់ទងទៅនឹងរឿងអាម៉ូក